ព្រៃ Amazon មិនមែនជាព្រៃធម្មតាតែជាព្រៃដែលលាក់សត្វសាហាវដូចជាកន្លែងមរណៈដែលកំពុងតែរងចាំអ្នកអ្នកហ៊ានចូលព្រៃដែលសម្បីតែសំឡេងដកដង្ហើមរបស់អ្នកក៏អាចធ្វើឲ្យសត្វសាហាវភ្ញាក់ឡើងដែរឬទេនៅទីនេះមិនមែនជាអ្នកប្រមាញ់ទេប៉ុន្តែអ្នកអាចក្លាយជាជម្រើសអាហាររបស់ពួកវាគ្រប់វិនាទីត្រឹមតែមួយជំហានដែលអ្នកដើរខុសអ្នកអាចជួបជាមួយនឹងខ្លារខិនដែលខាំអ្នកស្លាប់នៅក្នុងមួយវិនាទីឬក៏អាចជួបជាមួយនឹងពស់អាណាខុនដាដែលរំខានអ្នករហូតដល់ដង្ហើមចុងក្រោយសត្វតូចៗមើលទៅដូចជាគ្មានអ្វីគ្រោះថ្នាក់ប៉ុន្តែភាពពុលរបស់វាអាចសម្លាប់មនុស្សនៅក្នុងរយៈពេលខ្លីបានទឹកស្ងប់ស្ងាត់មើលទៅស្រស់ស្អាតប៉ុន្តែក្រោមទឹកនោះអាចមានក្រពើខ្មៅកំពុងតែរងចាំដាក់ខ្លួនចាំវាប្រហារអ្នកគ្រប់ពេលវេលាផងដែរហើយបើសិនជាអ្នកឃើញត្រីតូចៗហែលជាក្រុមកុំគិតថាវាស្លូតព្រោះនោះអាចជាពីរញ្ញាដែលមានធ្មេញដូចជាកំបិតសួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ពួកយើងថ្ងៃនេះយើងនឹងនាំអ្នកចូលទៅក្នុងព្រៃ Amazon ព្រៃដែលមានសត្វសាហាវជាងគេទាំង5ប្រភេទដែលអាចកែប្រែមនុស្សធម្មតាឲ្យទៅជាជម្រើសអាហាររបស់ពួកវាតើអ្នកត្រៀមខ្លួនហើយឬនៅព្រៃ Amazon គឺជាព្រៃត្រូពិចធំជាងគេនៅលើពិភពលោកនិងត្រូវបានគេហៅថាសួតនៃផែនដីព្រោះវាជួយផលិតអុកស៊ីសែននិងរក្សាស្ថានភាពបរិស្ថានទោះបីជាវាមានសម្រស់ធម្មជាតិដ៏អស្ចារ្យក៏ដោយព្រៃនេះក៏ពោរពេញទៅដោយសត្វសាហាវនិងសត្វដែលមានជាតិពុលច្រើនផងដែរដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សផងដែរក្នុងចំណោមសត្វរាប់ពាន់ប្រភេទខាងក្រោមនេះគឺជាសត្វសាហាវទាំង5ប្រភេទដែលត្រូវបានគេចាត់ទុកថាគ្រោះថ្នាក់និងគួរឲ្យខ្លាចបំផុតជាងគេនៅក្នុងព្រៃ Amazon 1. ខ្លារខិនគឺជាសត្វពូកែវាយប្រហារនិងឆ្លាតវៃបំផុតនៅក្នុងព្រៃ Amazon វាមានកម្លាំងខាំខ្លាំងជាងគេសម្រាប់សត្វនៅក្នុងគ្រួសារខ្លាអាចខាំក្បាលឬឆ្អឹងកណ្ដាលក្បាលសត្វដទៃទៀតបានយ៉ាងងាយហើយប្រើយុទ្ធសាស្ត្រលាក់ខ្លួនរងចាំឱកាសសមស្របមុនពេលវាយប្រហារខ្លារខិនលូតបានឆ្ងាយនិងរត់លឿនវាអាចហែលទឹកបានយ៉ាងល្អដែលធ្វើឲ្យវាអាចចាប់ត្រីក្រពើតូចៗនិងសត្វនៅក្នុងទឹកបានទោះបីជាវាមិនសូវវាយប្រហារមនុស្សក៏ដោយបើមនុស្សចូលទៅក្នុងដែនកំណត់របស់វាឬធ្វើឲ្យវាមានអារម្មណ៍ថាត្រូវបានគេគំរាមកំហែងវាអាចវាយប្រហារអ្នកយ៉ាងគ្រោះថ្នាក់ពស់អាណាខុនដាបៃតងពស់អាណាខុនដាគឺជាពស់ដែលមានទំហំធំជាងគេនិងធ្ងន់ជាងគេបំផុតនៅលើពិភពលោកវាអាចមានប្រវែងលើស7ម៉ែត្រនិងមានទម្ងន់ជាច្រើនរយគីឡូវាស្ថិតនៅតាមទន្លេអូរនិងតំបន់ទឹកសើមដែលធ្វើឲ្យវាងាយស្រួលលាក់ខ្លួននៅក្នុងទឹកហើយងាយស្រួលវាយប្រហារយ៉ាងឆាប់រហ័សពស់អាណាខុនដាមិនមានពិសទេតែប្រើកម្លាំងរុំនិងរត់របស់វាជុំវិញខ្លួនសត្វព្រៃរហូតឲ្យបេះដូងនិងសួតឈប់ដំណើរការវាអាចប្រមាញ់សត្វធំៗដូចជាសត្វក្រពើសត្វជ្រូកព្រៃសត្វក្តាន់ឬសត្វគោព្រៃទោះបីជាវាមានករណីវាយប្រហារមកលើមនុស្សមានតែទួចក៏ដោយក៏ត្រូវគេចាត់ទុកវាថាជាសត្វដែលគ្រោះថ្នាក់ដោយសារតែកម្លាំងនិងទំហំរបស់វាផងដែរ 3. កង្កែបពុល Passion Duck Frog កង្កែបពុលមានទំហំតូចប៉ុន្តែវាមានអំណាចនិងគ្រោះថ្នាក់យ៉ាងខ្លាំងវាមិនមានសត្វណាហ៊ានប៉ះពាល់ខ្លួនប្រាណវាឡើយសារធាតុពុលរបស់វាគឺនៅលើស្បែកគឺមានជាតិពុលខ្លាំងបំផុតមួយនៅលើពិភពលោកត្រឹមតែប៉ះស្បែកវាឬវត្ថុដែលអាចប៉ះពាល់ខ្លួនប្រាណរបស់វាក៏អាចធ្វើឲ្យអ្នកអាចនឹងគ្រោះថ្នាក់ផងដែរជនជាតិដើមភាគតិចនៅក្នុងព្រៃ Amazon ប្រើកង្កែបពុលនេះដាក់នៅលើព្រួញឬដាលរបស់ពួកគេដើម្បីបរបាញ់សត្វព្រៃនេះបង្ហាញថាទោះបីជាសត្វមានទំហំតូចក៏ដោយក៏វាអាចមានកម្លាំងខ្លាំងនិងអំណាចខ្លាំងដែលអាចសម្លាប់សត្វផ្សេងៗបានយ៉ាងងាយ 4. ក្រពើខ្មៅ Black Caiman ក្រពើខ្មៅគឺជាសត្វពូកែវាយប្រហារនិងធំបំផុតនៅក្នុងទន្លេនិងបឹងនៃព្រៃ Amazon វាអាចមានប្រវែងជាង5ទៅ6ម៉ែត្រហើយមានធ្គាមធំខ្លាំងអស្ចារ្យអាចបំបែកឆ្អឹងសត្វបានយ៉ាងងាយវាជាសត្វដែលមានអំណាចនិងអំណត់ខ្ពស់អាចរងចាំបានយ៉ាងយូរនៅក្នុងទឹកដើម្បីចាប់ឱកាសវាប្រហារសត្វដទៃទៀតដែលមកផឹកទឹកសត្វដែលជាអាហាររបស់វារួមមានត្រីធំពស់សត្វក្តាន់សត្វសេះទឹកនិងសូម្បីតែមនុស្សប្រសិនបើយើងចូលទៅកាន់តំបន់វាក៏អាចខ្លាចជាចំណីវាផងដែរ 5. ត្រីពីររញ្ញាមានធ្មេញមួយស្រួចដូចកំបិត
និងមានកម្លាំងខាំខ្លាំងទោះបីជាវាមានទំហំមិនសូវធំក៏ដោយវាសម្បូរទៅដោយទម្លាប់រស់នៅជាក្រុមដែលធ្វើឲ្យវាមានភាពគ្រោះថ្នាក់ខ្លាំងជាងគេបំផុតនៅពេលដែលវាអត់អាហារឬវាមានអារម្មណ៍ត្រូវគំរាមកំហែងពួកវាអាចវាយប្រហារត្រីគ្នាវានិងខាំគ្នាជាបន្តបន្ទាប់ទោះបីមិនសូវមានរបាយការណ៍ណាដែលថាវាអាចវាយប្រហារមនុស្សច្រើនក៏ដោយក៏នៅតែគេចាត់ទុកថាវាគឺជាសត្វដែលមានភាពគ្រោះថ្នាក់ជាងគេបំផុតនៅក្នុងព្រៃ Amazon សរុបមកសត្វសាហាវទាំង5ប្រភេទនេះអាចបង្ហាញថាព្រៃ Amazon គឺជាកន្លែងដែលមានទាំងភាពស្រស់ស្អាតនិងភាពគ្រោះថ្នាក់វាជាភស្តុតាងថាធម្មជាតិអាចមានអំណាចខ្លាំងនិងមិនអាចមើលរំលងបានដូច្នេះមនុស្សដែលចូលទៅស្រាវជ្រាវឬទេសចរនៅក្នុងតំបន់នេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់គោរពច្បាប់ធម្មជាតិនិងគោរពជីវិតសត្វព្រៃដទៃទៀតផងដែរជាចុងក្រោយបើសិនជាអ្នកស្រឡាញ់វីដេអូបែបរំភើបនិងចែករំលែកចំណេះដឹងពីធម្មជាតិកុំភ្លេចចុច like និង subscribe share ទៅកាន់មិត្តភ័ក្តិរបស់អ្នកផងដែរព្រោះការផ្សងព្រេងនៅក្នុងព្រៃសាហាវនេះទើបតែចាប់ផ្ដើមតែប៉ុណ្ណោះសូមជម្រាបលាជួបគ្នាវីដេអូក្រោយ